สมันแต่ได้อกุลดอกกรมถอยมันกุมพยืงแต่น้อมยืงโจดอกขนมประวัติเงินปางเอาลูกเรียได้เชี่ยตำแหน่งตำนองมวยได้ยืงปีบ้านหนึ่งรกย้ำจัดตุกท่านับเป็นได้ยืงเป็นตำแหน่งตำนองจมวยพระเยซูคริสต์คือจิมเนี่ยเชี่ยตำแหน่งตำนองมวยได้บริสุทธิ์ให้ปีบ้านหนึ่งรกไม่ได้ท่ามันไอรกบ้านในเรือพันใดนู่นเลยเชื่อจังเอาในลูกเรียนับเป็นยังสกอร์พระอังยังไม่รำท่าจมตานี่ยังโจศาสนาแม่นอดตามการปิดการได้ยังมีตำแหน่งตำนองจมวยพระเยซูคริสต์มันแม่นขออันแต่โจศาสนาได้ก็บันไดคือเชี่ยวไว้มวยได้ยังมีตำแหน่งตำนองจมวยนั้นวิญญาณในพระในการบังคับพิภพโลกคือพระเดชปิดในขนมชีวิตพยังนักเรียนพายจะชงาลตายังมีตำแหน่งตำนองจมวยพระองค์ได้ระเบียบหน้าบ่าวชีวิตพอขยมខ្ញុំមិនដែលឃើញព្រះអង្គផ្ទាល់ហ្នឹងហើយខ្ញុំក៏មិនដែលឮព្រះសូរសៀងរបស់ព្រះអង្គហើយខ្ញុំក៏មិនដែលមានអារម្មណ៍ថាព្រះអង្គបានប៉ះពាល់ចិត្តរបស់ខ្ញុំហើយក៏ខ្ញុំក៏មិនដែលមានបទពិសោធន៍ជាមួយនឹងអ្វីដែលជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់លោកគ្នាក៏ប៉ុន្តែនេះជារឿងមួយដែលយើងត្រូវតែរៀននៅក្នុងការដែលយើងមានទំនាក់ទំនងមួយព្រះជាម្ចាស់ពីព្រោះការដែលយើងមានទំនាក់ទំនងមួយព្រះអង្គមិនមែនគ្រាន់តែតំណែងតំណងទាំងផ្នែកសាច់ឈាមនោះឡើយក៏ប៉ុន្តែគឺជាវិញ្ញាណរបស់យើងដែលជាវិញ្ញាណផ្សារភ្ជាប់ជាមួយនឹងតំណែងតំណងរបស់ព្រះជាម្ចាស់អស់លោកគ្នាខ្ញុំជឿជាក់ថាមនុស្សយើងមានសភាវគតិមួយខ្ញុំអត់និយាយអំពីជំនឿខ្ញុំអត់និយាយអំពីការអស្ចារ្យក៏ប៉ុន្តែមានសភាវគតិមួយក្នុងការគិតរបស់មនុស្សតែងតែគិតថាលើโลกនេះមានអត្តទេពឬក៏មានព្រះជាម្ចាស់ជឿចឹងណារត់ទោះបីជឿឬក៏មិនជឿអ្នកជឿលើព្រះយេស៊ូវគ្រីស្ទឬក៏អ្នកជឿនៅព្រះដទៃផ្សេងទៀតគេតែងតែមានសភាវគតិនៃការគិតមួយគេថានៅលោកនេះប្រហែលជាមានព្រះជាម្ចាស់ឬក៏ជាមានអតិទេពមួយដែលល្អដែលបង្កើតអ្វីៗទាំងអស់ដែលមានឫទ្ធានុភាពអស្ចារ្យដែលគេចង់បានអតិទេពឬក៏ព្រះជាម្ចាស់នោះជួយគេឲ្យគេមានសេរីភាពនៅក្នុងជីវិតរបស់គេកាលពីខ្ញុំនៅតូចលោកគ្នាខ្ញុំតែងតែគោរពនៅអ្វីដែលជាការដែលឪពុកម្ដាយខ្ញុំបង្រៀនវប្បធម៌ផ្សេងគាត់បង្រៀនអំពីការដែលយើងរស់នៅការអីផ្សេងហើយខ្ញុំជឿជាក់ថានៅលើពិភពលោកនេះគឺមានអីមួយអស្ចារ្យកើតឡើងក៏ប៉ុន្តែយើងអត់ដែលស្វែងរកឃើញតាមបទពិសោធន៍ដែលជំនឿរបស់យើងនៅពេលនោះស្រាប់តែពេលដែលយើងជឿលើព្រះយេស៊ូវគ្រីស្ទយើងមានអារម្មណ៍ថាទំនាក់ទំនងនៃការផ្សារភ្ជាប់នៃទំនាក់ទំនងជាមួយព្រះជាម្ចាស់គឺប្រសើរជាងមុនព្រះអង្គបាននាំយើងពីកន្លែងមួយនៅក្នុងស្ថានភាពរបស់យើងឲ្យយើងឆ្លងកាត់នៅស្ថានភាពនៅកន្លែងមួយអានេះជាបទពិសោធន៍របស់ខ្ញុំមកលោកគ្នាដោយសារតែព្រះជាម្ចាស់ព្រះអង្គគឺជាវិញ្ញាណមនុស្សមិនអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់បាននោះឡើយលុះត្រាតែគេមានវិញ្ញាណមួយដែលជាវិញ្ញាណព្រះបានផ្ដល់ឲ្យគេនៅក្នុងសភៅលោកុបាទជំពូក2ខ7ដែលព្រះអង្គផ្លុំខ្យល់ដង្ហើមដើម្បីឲ្យមនុស្សមានជីវិតនៅរស់នៅបានហើយមនុស្សចាប់ផ្ដើមមានទំនាក់ទំនងជាមួយព្រះជាម្ចាស់នេះហើយគឺជាសភាវគតិដែលមនុស្សជឿថាមានព្រះជឿថាព្រះអង្គបានបង្កើតអ្វីៗទាំងអស់ហើយព្រះអង្គបង្កើតមកក្នុងគោលបំណងមួយឲ្យមនុស្សទាំងអស់គ្នាចេះរួមប្រកបគ្នាហើយថ្វាយបង្គំព្រះជាម្ចាស់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះអង្គអស់លោកគ្នាព្រះយេស៊ូវគ្រីស្ទបានយាងមកលើផែនដីនេះព្រះអង្គបានបង្ហាញអំពីជីវិតជាជីវិតមួយដែលជាផ្លូវឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ព្រះអង្គបានបង្ហាញអំពីអតិភិបមួយនៅក្នុងជីវិតរបស់យើងគឺការសង្គ្រោះនៅក្នុងការដែលមានទំនាក់ទំនងព្រះជាមួយព្រះជាម្ចាស់ជាផ្លូវមួយដែលនាំឲ្យយើងទទួលការសង្គ្រោះហើយជាទីកន្លែងមួយដែលធ្វើឲ្យជីវិតយើងបានប្រសើរឡើងហើយនេះជាបទពិសោធន៍របស់ខ្ញុំមកលោកគ្នានៅពេលដែលខ្ញុំចាប់ដើមជឿលើព្រះអង្គខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំបានប្រសើរឡើងមិនជីវិតល្អអត់ខ្ចោះទេលោកគ្នាខ្ញុំត្រូវការរៀនថែមទៀតខ្ញុំត្រូវការធ្វើដំណើរជីវិតរបស់ខ្ញុំត្រូវការជំនឿខ្ញុំត្រូវការកសាងនៅអ្វីដែលជាជំនឿរបស់ខ្ញុំហើយអ្វីដែលកើតឡើងនៅជុំវិញនៅក្នុងការដែលព្រះអង្គបានបង្កើតការអស្ចារ្យកើតឡើងទូទាំងប្រទេសឬក៏ទូទាំងអ្នកដទៃផ្សេងទៀតគឺជាមេរៀនមួយដែលបង្រៀនឲ្យយើងរីកចម្រើននៅជំនឿរបស់យើងគឺជាបន្តមួយដែលបង្រៀនឲ្យយើងបានរីកចម្រើននៅជំនឿ
អរលោកគ្នាបើសិនជាខ្ញុំសិក្សាអំពីបទគម្ពីរអ្នកគ្នាប្រហែលជាស៊ាំជាមួយនឹងបទគម្ពីរជាច្រើនសិក្សាអំពីលោកយ៉ូបដែលជាអ្នកដែលស្មោះត្រង់ដើរតាមព្រះយេស៊ូវគ្រីស្ទសិក្សាអំពីលោកអាប់រ៉ាហាំដែលជាឪពុកនៃជំនឿដែលដើរតាមព្រះជាម្ចាស់សិក្សាអំពីលោកមូសេដែលព្រះជាម្ចាស់បានដឹកនាំមូសេក្នុងការឆ្លងកាត់វីរហោស្ថានដែលទុកចិត្តលើព្រះអង្គទាំងស្រុងដើម្បីទៅកាន់ទឹកដីសន្យានេះគឺជារឿងល្អក្នុងបទគម្ពីរបានលើកទឹកចិត្តយើងក៏ប៉ុន្តែនៅពេលដែលព្រះអង្គធ្វើការនៅក្នុងសម័យនេះចំនួនយើងនេះមិនត្រឹមតែចំនួនយើងក៏ប៉ុន្តែមនុស្សដែលជាមិត្តភក្តិយើងដែលជាក្រុមគ្រួសារយើងព្រះជាម្ចាស់ក៏នៅតែបន្តធ្វើការអស្ចារ្យនៅក្នុងជីវិតគាត់ដែរនេះគឺជាទីបន្ទាល់មួយដែលយើងអាចរៀនបានថាជួយในជំនឿរបស់យើងរីកចម្រើនឡើងនេះគឺជាទីបន្ទាល់មួយដែលយើងមើលឃើញថាព្រះជាម្ចាស់ព្រះអង្គពិតជាមានប្រជញ្ញរស់នៅមែនព្រះអង្គមិនស្លាប់នោះឡើយនេះគឺជាសក្ខីភាពបែបបញ្ជាក់ថាព្រះអង្គពិតជាមានទំនាក់ទំនងជាមួយមនុស្សហើយនឹងជាមួយយើងផងដែរនេះគឺជាអ្វីមួយដែលយើងអាចរៀនបានដល់គ្នានៅពេលដែលយើងដើរតាមព្រះយេស៊ូវគ្រីស្ទពេលខ្លះយើងមានអារម្មណ៍ថាងាយស្រួលក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទគេប្រកាសអំពីសេរីភាពរបស់គេបានទទួលការសង្គ្រោះលោកគ្នាឆេះឈួរពេលដំបូងក៏ប៉ុន្តែដំណើរជីវិតនៃជំនឿរបស់យើងដែលកំពុងដើរតាមព្រះយេស៊ូវគ្រីស្ទក៏មានពេលខ្លះមានផ្លូវរលាក់នៅក្នុងជីវិតយើងផងដែរគឺមានការបៀតបៀនគឺមានឧបសគ្គភាគច្រើនការបៀតបៀននៅក្នុងជីវិតរបស់យើងអស់លោកគ្នាពេលខ្លះយើងមានការបៀតបៀននៅឯសាលារៀនជួនកាលមនុស្សមួយចំនួនមានការបៀតបៀននៅឯផ្ទះខ្លួនឯងផ្ទាល់ឬក៏មានការបៀតបៀនពីអ្នកជិតខាងរបស់យើងដែលគេរើសយកអើងយើងដោយសារតែយើងជាអ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទអស់លោកគ្នានេះគឺជាដំណើរជីវិតខ្ញុំចាត់ទុកថាជីវិតកើតចាស់ឈឺស្លាប់នៅក្នុងជំនឿរបស់យើងដំណើរជីវិតអាចកាត់ឡើងនៅបញ្ហាទាំងអស់នេះក៏ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានយាងមកព្រះអង្គគឺជាអ្នកដឹកនាំដ៏ល្អព្រះអង្គបានបង្រៀនយើងព្រះអង្គបានបង្រៀនសេវាព្រះអង្គក្នុងរយៈពេល3ឆ្នាំជាងអស់លោកគ្នាគឺរបៀបដែលយើងអាចយកឈ្នះនៅរាល់ឧបសគ្គជាច្រើននៅក្នុងជីវិតរបស់យើងដែលយើងស៊ូទ្រាំទោះបីយើងជួបឧបសគ្គជាច្រើនទោះបីយើងជួបការលំបាកយ៉ាងណាក៏ដោយក៏ប៉ុន្តែមនុស្សអាចឆ្លងកាត់ឧបសគ្គទាំងនោះហើយគេបានទទួលនៅអ្វីដែលជាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់អរគុណថ្ងៃនេះខ្ញុំចង់នាំអ្នកគ្នាទៅសិក្សាបទគម្ពីរមួយនៅក្នុងលោកទំនុកដំកើងចំពុក23អរលោកគ្នាប្រហែលជាស្គាល់នៅបទគម្ពីរនេះគឺយើងនឹងសិក្សាបទគម្ពីរនេះមួយចំពុកទាំងមូលអរលោកគ្នានៅក្នុងទំនុកដំកើងចំពុក23ខ1ដល់6ខ្ញុំចង់អរលោកគ្នាបានអានជាមួយគ្នាបានណាខ្ញុំរាប់1ដល់3បានអត់បាទខ្ញុំអត់ឃើញឆ្លើយគេលោកខ្ញុំនិយាយខ្មែរអត់យល់ខ្ញុំនិយាយភាសាអង់គ្លេសឡើយណាបាទខ្ញុំរាប់1 2 3សូមអានជាមួយខ្ញុំ1 2 3ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចីព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់នៅកន្លែងមាត់ទឹកព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិតដោយយល់ដល់កិត្តព្រះទោះបីទូបង្គំដើរកាត់ច្រឡងភ្នំនៃសេចក្តីស្លាប់ក៏ដោយក៏ទូបង្គំមិនខ្លាចអ្វីសោះឡើយត្បិតព្រះអង្គគង់នៅជាមួយទូបង្គំព្រះអង្គការពារនិងថែរក្សាទូបង្គំជានិច្ចបន្តទៀតព្រះអង្គរៀបចំវិធីជប់លៀងឲ្យទូបង្គំនៅមុខប្រជាមិត្តរបស់ទូបង្គំព្រះអង្គបានចាក់ប្រេងលើទូបង្គំដើម្បីលើកកិត្តិយសទូបង្គំហើយព្រះអង្គបានបំពេញពេញទូបង្គំយ៉ាងហូរហៀព្រះអង្គនឹងប្រទានសុភមង្គលឲ្យទូបង្គំហើយព្រះអង្គប្រណីសន្តោសទូបង្គំយ៉ាងស្ម័គ្រស្ម័គ្រជារៀងរាល់ថ្ងៃអស់មួយជីវិតដរាបណាខ្ញុំនៅមានជីវិតខ្ញុំនឹងវិលត្រឡប់មកព្រះដំណាក់របស់ព្រះអង្គម្ចាស់ជានិច្ចសូមបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំបិតាគណោប្រគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលយើងបានរួមគ្នាជាមួយនឹងបងប្អូនរបស់កូនថ្ងៃនេះព្រះអង្គដែលជាបងប្អូនរួមជំនឿដែលយើងនឹងសិក្សាព្រះបន្ទូលជាមួយគ្នាដើម្បីលើកទឹកចិត្តគ្នាទៅវិញមកព្រះអង្គព្រះសូមឲ្យព្រះបន្ទូលថ្ងៃនេះគឺជាព្រះបន្ទូលដែលកូនបានរៀនហើយកូនបានទទួលការលើកទឹកចិត្តជាពិសេសសូមឲ្យព្រះបន្ទូលថ្ងៃនេះបាននាំកូនទៅកាន់នៅអ្វីដែលជាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះអង្គថែមទៀតផងដែរព្រះអង្គដែលកូនអរគុណព្រះអង្គកូនថ្វាយព្រះបន្ទូលហើយនឹងបងប្អូនរបស់កូននៅថ្ងៃនេះដាច់នៅក្នុងព្រះនាមព្រះអង្គព្រះយេស៊ូវគ្រីស្ទអាមែនហាឡេលូយ៉ាអរលោកគ្នានេះជាបទគម្ពីរមួយដែលយើងបានសិក្សាជាច្រើនដង
ដែលយើងបានលើកជាច្រើនដងមែនទេប្រហែលអ្នកធ្លាប់លើបទគម្ពីរនេះបាទបទគម្ពីរនេះនៅក្នុងទំនុកដង្កើងយើងដឹងហើយអ្នកណាគេជាអ្នកសរសេរបទគម្ពីរនេះគឺព្រះបាទដាវីតគឺជាអ្នកសរសេរអស់លោកគ្នានៅពេលដែលយើងសិក្សាអំពីព្រះបាទដាវីតជាក្សត្រមួយអង្គនៅក្នុងសម័យហ្នឹងគឺជាក្សត្រទី2បន្ទាប់ពីស្ដេចសូលគ្នាជនជាអ៊ីស្រាអែលមានស្ដេចសូលស្ដេចទី1ក្នុងប្រវត្តិសាស្ត្រដាវីតជាស្ដេចទី2ដែលត្រូវបានការចាក់ប្រេងតាំងពីព្យាការីសាមូអែលឲ្យគាត់ធ្វើជាស្ដេចក៏ប៉ុន្តែមុនពេលដែលដាវីតធ្វើជាស្ដេចរបស់គ្នាដាវីតត្រូវបានគេតាមសម្លាប់គឺស្ដេចសូលតាមសម្លាប់ដាវីតចឹងដាវីតត្រូវរត់គេចពីស្ដេចសូលទៅគ្រប់ទីកន្លែងនៅក្នុងជីវិតប្រកបអត់គ្នាដែលឆ្ងល់ហ៎ដាវីតទទួលការចាក់ប្រេងតាំងហើយការចាក់ប្រេងតាំងហ្នឹងគឺជាការជ្រើសរើសរបស់ព្យាការីសាមូអែលនៅពេលដែលគាត់ទៅតាមពិតគេអត់រាប់ព្រះបាទដាវីតគឺជាមនុស្សម្នាក់ដែលទទួលការចាក់ប្រេងតាំងមកជួបព្យាការីផងក៏ប៉ុន្តែដោយសារតែព្រះអង្គបានជ្រើសរើសដាវីតទោះបីជាគាត់ក្មេងយ៉ាងណាក៏ដោយគាត់ទទួលនៅការចាក់ប្រេងតាំងការជ្រើសរើសនៅពេលនោះគាត់ទទួលនៅអ្វីដែលជាឯកសិទ្ធិមួយនៅក្នុងជីវិតរបស់គាត់ដែលព្រះជាម្ចាស់ជ្រើសរើសគាត់អរគ្នាដែលឆ្ងល់នៅពេលដែលយើងមានវត្តមានចូលនៅក្នុងក្រុមជំនុំយើងមកជួបគ្នាយើងរាប់អានគ្នាអ្នកនេះគិតថានេះគឺជាភាពចៃដន្យឬក៏ជាឯកសិទ្ធិមួយដែលព្រះអង្គជ្រើសរើសយើងក្នុងការដែលយើងជួបជុំគ្នាក្នុងការថ្វាយបង្គំព្រះអង្គនៅថ្ងៃនេះចំពោះខ្ញុំគិតថានេះមិនមែនជាភាពចៃដន្យទេអរគ្នាចំពោះខ្ញុំគិតថាម្នាក់ក្នុងចំណោមយើងនៅថ្ងៃនេះព្រះអង្គបានជ្រើសរើសយើងមកដើម្បីឲ្យយើងបានមានជីវិតប្រសើរឡើងឲ្យយើងទទួលការសង្គ្រោះហើយព្រះអង្គចង់ធ្វើកិច្ចការអស្ចារ្យនៅក្នុងជីវិតយើងម្នាក់នៅក្នុងថ្ងៃនេះប្រហែលជាលោកគ្រូអូខ្ញុំរំភើបណាស់លោកគ្រូខ្ញុំលឺអំពីទីមតលោកគ្រូនិយាយលោកគ្រូតាំងពីលោកគ្រូជាជើងកាងរហូតដល់ព្រះអង្គជ្រើសរើសលោកគ្រូរហូតដល់លោកគ្រូឈរមកដល់ទីនេះអូព្រះអង្គធ្វើការអស្ចារ្យមែនទែនក៏ប៉ុន្តែសូមកុំភ្លេចដំណើរជីវិតមួយឆ្នាំទៅមួយឆ្នាំជីវិតរបស់យើងមិនដែលប្រសើររហូតនោះឡើយជីវិតយើងនឹងជួបឧបសគ្គមួយចំនួនជីវិតយើងនឹងជួបបញ្ហាសេដ្ឋកិច្ចនៅផ្នែកថវិកាជីវិតយើងនឹងជួបបញ្ហារឿងទំនាក់ទំនងជីវិតយើងនឹងជួបបញ្ហាជំងឺជីវិតយើងនឹងជួបបញ្ហាផ្សេងនៅក្នុងជីវិតយើងដែលយើងត្រូវត្រៀមទុករួចជាស្រេចក្នុងការឆ្លងកាត់នៅអ្វីដែលជាបញ្ហាទាំងអស់នោះលោកគ្រូហើយលោកគ្រូប្រាប់ខ្ញុំថាព្រះអង្គជ្រើសរើសខ្ញុំលោកគ្រូចុះហេតុអីក្នុងស្ថានភាពជីវិតរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំមានបញ្ហាលោកគ្រូឃើញព្រះអង្គគឺជាអ្នកគង្វាលដ៏ល្អចុះហេតុអីថ្ងៃនេះខ្ញុំមានបញ្ហាសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំអស់លោកគ្នានៅក្នុងខទី1របស់គ្នាព្រះបាទដាវីតមានព្រះបន្ទូលថាព្រះអង្គជាគង្វាលខ្ញុំនឹងមិនដែលខ្វះអ្វីសោះឡើយហើយនៅក្នុងខ2ព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចីព្រះអង្គនាំខ្ញុំឆ្ពោះទៅកាន់ទីកន្លែងដ៏ស្ងាត់នៅក្បែរមាត់ទឹកអរលោកគ្នានេះគឺជាស្ថានភាពមួយដែលព្រះបាទដាវីតបានប្រកាសនៅពេលដែលគាត់កំពុងតែស្ថិតនៅស្ថានភាពដែលគំរាមកំហែងគេតាមសម្លាប់នេះជាស្ថានភាពមួយដែលជីវិតដាវីតមិនមែនជាស្ថានភាពដែលគាត់កំពុងតែទទួលនៅអ្វីដែលជាការចាក់ប្រេងតាំងហើយគម្រោងការរបស់ព្រះអង្គបានសម្រេចទេក៏ប៉ុន្តែជាស្ថានភាពមួយដែលគាត់លំបាកក៏ប៉ុន្តែគាត់ប្រកាសថាក្នុងព្រះនាមព្រះអង្គព្រះជាម្ចាស់ដែលជាអ្នកដឹកនាំខ្ញុំព្រះអង្គជាអ្នកគង្វាលដ៏ល្អខ្ញុំមិនដែលខ្វះខាតនោះឡើយគឺគាត់ប្រកាសនៅពេលស្ថានភាពគាត់កំពុងតែខ្វះខាតដាវីតត្រូវបានគេបោះបង់ចោលរស់នៅទីក្រុងនៅជាមួយមនុស្សក្រុមមនុស្សដែលគេបោះបង់ចោលជាមនុស្សដែលគេមិនអោយចូលរួមនៅក្នុងសហគមន៍របស់គេរស់នៅតាមចលងភ្នំរស់នៅតាមជើងភ្នំផ្សេងអស់លោកគ្នាសម័យមើលតើដាវីតមានអាហារគ្រប់គ្រាន់ដែរអត់ជួនកាលអត់មានពេលមួយគាត់បានឆ្លៀតទៅសុំអាហារគេអត់ឲ្យទៀតអស់លោកគ្នាក៏ប៉ុន្តែព្រះជាម្ចាស់ជាគង្វាលរបស់គាត់ព្រះអង្គបានផ្គត់ផ្គង់គាត់អស់គេប្រហែលជាឆ្ងល់ថានៅក្នុងក្រុមជំនុំយើងប្រហែលជាទទួលព្រះពរហើយក្រុមជំនុំប្រហែលជាពេលធ្វើបេសកកម្មម្ដងក្រុមជំនុំនឹងផ្ដល់ថវិកាឲ្យយើងធ្វើបេសកកម្មខ្ញុំនិយាយកន្លែងនេះខ្ញុំចង់តែសើចពីព្រោះក្រុមជំនុំមានដង្វាយក៏ប៉ុន្តែខ្ញុំចង់ប្រាប់លោកគ្នាថាពេលដែលយើងធ្វើបេសកកម្មក្រុមជំនុំមិនមានលុយសម្រាប់យើងធ្វើបេសកកម្មនោះឡើយក៏ប៉ុន្តែអ្នកណាគេជាអ្នកផ្គត់ផ្គង់បេសកកម្មនោះគឺម្នាក់នៅក្នុងជីវិតរបស់គេតាមការពិតមុនពេលដែលយើងឈានជើងក្នុងការដែលផ្លាស់ប្ដូរអគារមកកាន់ក្រុមជំនុំទីនេះ
ក្រុមជំនុំអត់មានលុយសម្រាប់ជួអាគារនោះឡើយយើងត្រូវបង្ខំចិត្តដើររកអាគារមួយពីព្រោះក្រុមជំនុំរីកចម្រើនឡើងអស់លោកគ្នាក្រុមជំនុំយើងថ្វាយបង្គំនៅកន្លែងមួយផ្ទះល្វែងប្រហែលជា2ល្វែងនៅពេលដែលខ្ញុំចាំបាននៅក្រុមជំនុំដំបូងមានគ្នាប្រហែលជា30-40នាក់រហូតដល់យើងរីកចម្រើនដល់80នាក់ក៏ប៉ុន្តែអាគារហ្នឹងដាក់បាន maximum ច្រើនបំផុតតែ50នាក់ក៏ប៉ុន្តែក្រុមជំនុំយើង80នាក់អត់មានម៉ាស៊ីនជែកទេកង្ហាល់អស់លោកគ្នានៅលើជាន់ទី3ហើយនៅពេលថ្វាយបង្គំម្ដងអ្នកគ្នាសុំសម្មើម៉ៃមើលសុំសម្មើម៉ៃសុំសម័យមើលបាទសម្មើម៉ៃសុំសម័យមើលអាគារតូចមនុស្សច្រើនអង្គើខ្ញុំអត់ចាប់អារម្មណ៍ណាលោកគ្នាលោកពេលមួយមានបរិសម្នាក់គាត់មកថ្វាយបង្គំគាត់ថាលោកគ្រូអាគារលោកគ្រូអង្គើបាទខ្ញុំដឹងថាអូអាគារនឹងអង្គើពេលដែលយើងថ្វាយបង្គំលោកគ្នាអាគារអង្គើមានន័យថាអាគារនោះมันអាចផ្ទុកចំនួនមនុស្សនៃការរីកចម្រើនរបស់ព្រះបានទៀតនោះឡើយដូច្នេះយើងត្រូវឈានជើងដោយជំនឿស្វែងរកទីកន្លែងថ្មីដែលជាទីតាំងថ្មីខ្ញុំនិយាយតាមត្រង់អរគ្នាបាត់ចិត្តយើងគ្មាននោះឡើយខ្ញុំជាអ្នករៀបចំបាត់ចិត្តនៅពេលនោះឲ្យរកអាគារដែលអត់មានលុយមួយរៀលដើររជីដើររជុំវិញនឹងជីម្ដងទៀតជួនកាលខ្ញុំយំអរគ្នាខ្ញុំអធិដ្ឋានខ្ញុំថាព្រះអង្គយើងរីកចម្រើនដើររកអាគារហេតុអីក៏រកអាគារអត់ឃើញហើយឲ្យរកអាគារហ្នឹងឲ្យរកអាគារជួក្រោម$1000ទៀតអរគ្នាខ្ញុំដើរសួរគេសួរទាំងឃ្លាំងរោងចក្រនោះសមមួយខែ1500មួយខែ2200ដើររករហូតដល់កន្លែងហ្នឹងក៏ខ្ញុំជិះដើររកដែរជិះដើររកស្រាប់ដល់ពេលមួយខ្ញុំជិះតាមផ្លូវនឹងម្ដងទៀតជិះហើយកលេចមើលផ្លាត់ឃើញគេដាក់ផ្លាកមានឃ្លាំងសម្រាប់ជួលខ្ញុំជិះហួរខ្ញុំនឹកគិតថាមានឃ្លាំងសម្រាប់ជួលគ្រាន់តែឮថាមានឃ្លាំងសម្រាប់ជួលវិញខ្ញុំជិះត្រឡប់មកវិញខ្ញុំសឹងទៅស្រក់ទឹកភ្នែកពីព្រោះមានទីតាំងមួយដែលអាចយើងជួលបានអរគុណនៅពេលនោះខ្ញុំបានហៅក្រុមអ្នកដឹកនាំមកហើយយើងចរចាជាមួយម្ចាស់ផ្ទះព្រះជាម្ចាស់បានផ្គត់ផ្គង់យើងឲ្យអាគារនេះឲ្យយើងរីកចម្រើនរហូតដល់សពថ្ងៃនេះនេះគឺជាអ្វីមួយដែលព្រះអង្គធ្វើការនៅក្នុងក្រុមជំនុំយើងអរគុណអត់មានថវិកាសោះនៅគ្នានៅពេលដែលយើងចង់ជួលអាគារមួយយើងមិនមែនចេះតែនឹកឃើញជួលទេណាយើងត្រូវរៀបចំគម្រោងថវិកាមួយឆ្នាំមុនទើបយើងអាចរកអាគារជួលបានក៏ប៉ុន្តែនៅសម័យនោះគឺអត់មានគម្រោងថវិកាទាំងអស់ក៏ប៉ុន្តែព្រះអង្គបានផ្គត់ផ្គង់យើងបានចូលមកកាន់អាគារនេះហើយព្រះអង្គបានផ្គត់ផ្គង់យើងឲ្យយើងបានបំពាក់ឧបករណ៍អីទាំងអស់នៅក្នុងអាគារនេះគឺព្រះអង្គជាអ្នកផ្គត់ផ្គង់ទាំងអស់នេះជាអ្វីមួយដែលកើតឡើងនៅក្នុងការផ្គត់ផ្គង់របស់ព្រះអង្គហើយខ្ញុំជឿជាក់ថាព្រះអង្គនៅតែបន្តនៅការផ្គត់ផ្គង់នៅក្នុងជីវិតរបស់យើងអស់លោកគ្នាព្រះអង្គបាននាំដាវីតទៅកន្លែងដែលមានស្មៅខៀវខ្ចីជាកន្លែងដែលផ្គត់ផ្គង់មានទឹកហូរគ្រឿងជាកន្លែងដែលអត់ចេះខ្វះនៅអ្វីដែលជាប្រភពទឹកនៅក្នុងជីវិតរបស់គាត់នៅក្នុងខ3អស់លោកគ្នាព្រះអង្គបានប្រទានឲ្យទូលបង្គំមានកម្លាំងឡើងវិញព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិតដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គលោកគ្នាព្រះជាម្ចាស់បានស្ដារនៅកម្លាំងនៅអ្វីដែលជាភាពអស់នៅក្នុងជីវិតរបស់យើងពេលខ្លះយើងមានអារម្មណ៍ថាយើងខ្សោះនៅក្នុងជីវិតនៅគ្នាដែលមានស្ថានភាពមួយជីវិតរបស់យើងធ្វើការទាំងយប់ទាំងថ្ងៃយើងខំរៀនយើងធ្វើការទៅពេលមួយយើងមានអារម្មណ៍ថាយើងអស់កម្លាំងរលីងយើងខ្សោះយើងគ្រាន់តែចង់សម្រាកយើងគ្រាន់តែចង់ hang out យើងគ្រាន់តែចង់នៅទីកន្លែងមួយដែលយើងសម្រាកនៅក្នុងប្រវត្តិរបស់ព្រះអង្គខ្ញុំចាំបានពេលមួយនៅក្នុងជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំធ្វើការស្ថានភាពជីវិតរបស់ខ្ញុំមានជំងឺមួយគឺជំងឺហៅថាជំងឺ burn out ឬក៏ជំងឺថប់អារម្មណ៍ដែលជាស្ថានភាពដ៏លំបាកមែនទែននៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំត្រូវតយុទ្ធជំងឺនេះខ្ញុំត្រូវដាក់ច្បាប់សុំឈប់រហូតដល់2ខែនៅក្នុងក្រុមជំនុំអត់អាចទៅធ្វើការបានគុំថាឡើយធ្វើការសំបីតែដើរទៅទិញអីហ្នឹងក៏អត់បានដែរហត់ជិះម៉ូតូហត់មែនទែនថប់អារម្មណ៍ពិបាកដកដង្ហើមជាពេលមួយដែលខ្ញុំអស់អាលីងជាពេលមួយដែលខ្ញុំគិតថាជីវិតរបស់ខ្ញុំប្រហែលជាមិនអាចបន្តដំណើរទៅទៀតទេជាពេលមួយដែលខ្ញុំចង់បោះបង់នៅអ្វីដែលជាពន្ធកិច្ចរបស់ព្រះអង្គជាពេលមួយដែលខ្ញុំគិតថា
ខ្ញុំនឹង design សុំឈប់ពីធ្វើការនៅក្នុងក្រុមជំនុំហើយរកការងារផ្សេងទៀតដែលអត់តាក់ទងជាមួយមនុស្សខ្ញុំនៅផ្ទះម្នាក់ឯងលោកគ្នាជារៀងរាល់ថ្ងៃប្រពន្ធខ្ញុំទៅធ្វើការកូនខ្ញុំទៅរៀននៅផ្ទះម្នាក់ឯងនៅម្នាក់ឯងហាក់ដូចជាអស់លីងនៅក្នុងជីវិតក៏ប៉ុន្តែលោកគ្នានៅពេលនោះខ្ញុំបានចាក់បទចម្រៀងរបស់ព្រះអង្គហើយខ្ញុំបានស្ដាប់ព្រះបន្ទូលព្រះអង្គគុំថាឡើយនិយាយជាមួយគេសំបីតែមើលទូរស័ព្ទក៏ហត់ដែរខ្ញុំអត់ដែរមើលទូរស័ព្ទសោះខ្ញុំបានតែស្ដាប់ឲ្យតែយកទូរស័ព្ទមកមើលធុញថប់ហត់ហ្មងហត់ដកដង្ហើមពិបាកដកដង្ហើមហ្មងដូច្នេះខ្ញុំចាក់ទូរស័ព្ទខ្ញុំចាក់ជំនាញព្រះអង្គខ្ញុំចំណាយពេលជាមួយព្រះអង្គស្រាប់នៅពេលមួយខ្ញុំពិបាកដកដង្ហើមមែនទែនពេលហ្នឹងខ្ញុំអត់ដឹងថាហេតុអីក៏អួអាប់នៅក្នុងជីវិតរបស់ខ្ញុំល្ងឹតមុខឆឹងដកដង្ហើមអត់បានហើយចាប់ផ្ដើមក្បាលខ្ញុំឡើងស្ពឹកគេហៅថានៅគ្នាថារត់ទៅដកខ្យល់ទៅដកខ្យល់ដកដង្ហើមពិបាកមែនទែនជួនពេលតែមួយដល់គ្នាពេលនោះគឺមានក្រុមកោសិកាបានមកសួរសុខទុក្ខខ្ញុំនៅពេលនោះក៏ប៉ុន្តែខ្ញុំពិបាកឲ្យគាត់ចូលមកជួបខ្ញុំដោយសារអីខ្ញុំពិបាកដកដង្ហើមមែនទែនដោយសារតែពេលនោះគឺជាពេលដែលខ្ញុំពិបាកខ្ញុំឲ្យគាត់នៅក្រៅសិនហើយខ្ញុំដដង្ហើមដខ្យល់ខ្ញុំថាខ្ញុំអាចត្រឡប់មិនអាចរស់បានទេមើលទៅពីព្រោះនេះជាពេលមួយដែលខ្ញុំត្រូវតយុទ្ធហើយខ្ញុំសុំនិយាយបកក្រោយទេអ្នកគ្នារាល់ពេលដែលខ្ញុំមានតការៈអញ្ចឹងខ្ញុំជិះម៉ូតូដប់ខ្លួនឯងរត់ទៅពេទ្យកាល់ម៉ែតទៅកន្លែងសង្គ្រោះបន្ទាន់ដើម្បីឲ្យគេជួយខ្ញុំសម្រាប់ការដកដង្ហើមក៏ប៉ុន្តែអ្វីសំខាន់របស់គ្នាទៅដល់ពេទ្យកាល់ម៉ែតហើយអង្គុយទល់មុខកន្លែងសង្គ្រោះបន្ទាន់អង្គុយដកដង្ហើមអង្គុយមកស្ទុះបាត់ជិះម៉ូតូដប់ទៅវិញអត់បានចូលពេទ្យទេជិះរងពេលម្នាក់ឯងអ្នកគ្នាប្រពន្ធខ្ញុំអត់នៅជិះម៉ូតូដប់ម្នាក់ឯងទៅកាន់កន្លែងសង្គ្រោះបន្ទាន់កន្លែងគេដាក់សង្គ្រោះបន្ទាន់នៅកាល់ម៉ែតអង្គុយនៅមុខហ្នឹងដកដង្ហើមក៏ប៉ុន្តែលើកហ្នឹងខ្ញុំជ្រើសរើសអត់ទៅពិបាកមែនតើអ្នកគ្នាក៏ប៉ុន្តែលើកហ្នឹងខ្ញុំជ្រើសរើសក្នុងការស្រែករកព្រះនាមព្រះយេស៊ូវគ្រីស្ទជាងជ្រើសរើសនៅការសម្រេចចិត្តរបស់ខ្ញុំត្រូវទៅរត់ទៅកាល់ម៉ែតទៀតខ្ញុំពេលខ្លះខ្ញុំត្រូវឡើងទាំងយប់ប្រហែលជាម៉ោង1ម៉ោង2ខ្ញុំឡើងពាក់កៅអៅរត់ទៅពេទ្យដោយសារការពិបាកដកដង្ហើមរបស់គ្នានៅពេលហ្នឹងមានរូបភាពមួយហើយមានសម្លេងមួយបានប្រាប់ខ្ញុំប្រាប់ថាសុធាតើកូនចាំបានទេនៅពេលដែលជីវិតកូនមកដល់កន្លែងហ្នឹងតើអ្នកណាគេជាអ្នកនាំកូនមកដល់ស្ថានភាពដែលមានពពកដល់ថ្នាក់ហ្នឹងតើអ្នកណាគេគឺជាអ្នកដែលធ្វើកិច្ចការអស្ចារ្យនៅក្នុងជីវិតរបស់កូនតើកូនជឿថាឪពុកនឹងធ្វើកិច្ចការអស្ចារ្យនៅកូនជីវិតកូននៅថ្ងៃអនាគតដែរអត់នៅពេលដែលខ្ញុំឮសំឡេងនឹងភ្លាមដល់គ្នាខ្ញុំចាប់ផ្ដើមស្រួលដកដង្ហើមវិញហើយជាដូចគេបេះនៅពេលនោះខ្ញុំបានអនុញ្ញាតឲ្យក្រុមកោសិកាចូលអធិដ្ឋានសម្រាប់ខ្ញុំនៅពេលនោះហើយព្រះអង្គបានធ្វើការអស្ចារ្យខ្ញុំបានទទួលការព្យាបាលនៅពេលនោះចាប់ពីពេលនោះមកខ្ញុំលែងមានអាការៈពិបាកដកដង្ហើមហើយព្រះអង្គព្យាបាលខ្ញុំតាំងពីពេលហ្នឹងអស់លោកគ្នានេះគឺជាអ្វីមួយដែលព្រះជាម្ចាស់បានផ្ដល់នៃការស្ដារឡើងនៅក្នុងជីវិតរបស់យើងខ្ញុំមិនដឹងអស់លោកគ្នាសម្រាប់ជីវិតរបស់យើងពេលខ្លះយើងមានអារម្មណ៍ថាយើងខ្សោះយើងមានអារម្មណ៍ថាជឿលើព្រះអង្គជាច្រើនដងក៏ប៉ុន្តែហាក់ដូចជាមានការបៀតបៀនបាក់ទឹកចិត្តត្រូវទទួលការបៀតបៀនពីមិត្តភ័ក្តិក្រុមគ្រួសារអ្នកដទៃសង្គមពេលខ្លះអស់គ្នានៅពេលយើង Facebook យើងនិយាយពីព្រះអង្គគេជេរយើងនៅពេលខ្ញុំនិយាយព្រះបន្ទូលលើកទឹកចិត្តវីដេអូពេលខ្លះទទួលការគំរាមកំហែងការជេរពេលខ្លះស្ថានភាពទាំងអស់ហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងអត់ចង់ទៅមុខទៀតនៅក្នុងជំនឿរបស់យើងអស់កម្លាំងនៃជំនឿរបស់យើងដើម្បីដើរជាមួយព្រះអង្គក៏ប៉ុន្តែអរគ្នាសូមគំលះបង់នៃជំនឿរបស់យើងសូមអនុញ្ញាតឲ្យព្រះអង្គគឺជាអ្នកផ្ដល់កម្លាំងឲ្យយើងអរគ្នាថ្មីនេះខ្ញុំបានមើលវីដេអូមួយដែលនិយាយអំពីបងស្រីម្នាក់ដែលគាត់មានជំងឺមហារីកតាមការពិតគាត់កំពុងទទួលការព្យាបាលជំងឺមហារីកគាត់ជាគ្រូបរិស័ទអរគ្នាក៏ប៉ុន្តែគាត់មិនដែលបោះបង់នៅអ្វីដែលជាសេចក្តីសង្ឃឹមរបស់គាត់ហើយនឹងសេចក្តីជំនឿរបស់គាត់នៅក្នុងព្រះអង្គនោះឡើយពីព្រោះគាត់ជឿថាព្រះជាម្ចាស់បានផ្ដល់កម្លាំងឲ្យគាត់បានដើរទៅមុខទៀតនៅជំនឿរបស់គាត់ទោះបីជាគាត់មានអារម្មណ៍ថាការព្យាបាលជំងឺនេះពិបាកមែនទែនក៏ប៉ុន្តែគាត់ផុសព្រះគម្ពីរគាត់ផុសការលើកទឹកចិត្តថាកុំបោះបង់នៅជំនឿរបស់យើងនៅពេលយើងដើរតាមព្រះអង្គនោះឡើយ
នៅខទី4អរលោកគ្នាទោះបីទូបង្គំដើរកាត់ច្រឡងភ្នំនៃសេចក្តីស្លាប់ក៏ដោយក៏ទូបង្គំមិនខ្លាចអ្វីសោះឡើយត្បិតព្រះអង្គគង់នៅជាមួយទូបង្គំហើយព្រះអង្គបានការពារនិងរក្សាទូបង្គំជានិច្ចព្រះជាម្ចាស់បានការពារព្រះបាទដាវីតគ្រប់កលៈទេសៈទាំងអស់នៅពេលដែលដាវីតត្រូវបានស្ដេចសូលតាមសម្លាប់ព្រះអង្គបានឲ្យដាវីតគេចរួចនៅពេលមួយស្ដេចសូលបានធ្វើកលល្បិចមួយឲ្យដាវីតចូលលេងភ្លេងឲ្យស្ដេចសូលលោកគ្នានៅពេលដែលចូលលេងភ្លេងហើយស្ដេចសូលមានគម្រោងការនឹងចោលលំពែងសម្រាប់ដាវីតចោលហ្មងហើយស្ដេចសូលគឺជាស្ដេចមួយអង្គដែលប្រកែកច្បាំងលោកគ្នានៅពេលដែលស្ដេចសូលចោលលំពែងគឺលំពែងនឹងត្រង់មែនទែនពីព្រោះគាត់គឺជាមេទ័ពមួយដែលធ្លាប់ច្បាំងជាមួយជនជាតិប៉េឡេស្ទីនច្រើនអ្នកហើយទទួលជ័យជំនះគាត់មានគម្រោងការក្នុងលោកគ្នាក៏ប៉ុន្តែព្រះអង្គបានការពារគាត់ពីការចោលលំពែងរបស់ស្ដេចសូលអត់ឲ្យត្រូវដាវីតពេលមួយទៀតក៏រៀបចំគម្រោងការសម្រាប់ដាវីតទៀតអរលោកគ្នាកូនរបស់ស្ដេចសូលលោកយូណាថានបានប្រាប់ដាវីតកុំឲ្យទៅជួបស្ដេចសូលឲ្យរត់គេចនៅពេលនោះព្រះអង្គការពារគាត់គ្រប់កលៈទេសៈតាមពិតនៅពេលដែលព្រះបាទដាវីតឡើងខ្លាចជាក្សត្រមុនពេលដែលដាវីតច្បាំងមុនពេលដាវីតចេញច្បាំងទាំងអស់ព្រះជាម្ចាស់បានការពារនៅការដែលគាត់ធ្វើសង្គ្រាមជាមួយនឹងសត្រូវរបស់គាត់ព្រះអង្គបានយកជ័យជំនះឲ្យដាវីតជារៀងរាល់ពេលនៅពេលដែលដាវីតចេញច្បាំងនៅក្នុងសម័យរបស់ព្រះបាទដាវីតស្ដេចដាវីតគឺជាស្ដេចមួយអង្គដែលអត់មានសត្រូវណាអាចយកឈ្នះគាត់បាននោះឡើយពីព្រោះព្រះអង្គបានការពារគាត់អរលោកគ្នាពេលខ្លះជីវិតរបស់យើងដើរនៅក្នុងជីវិតមួយជាអ្នកជឿលើព្រះអង្គជាអ្នកតាមព្រះអង្គក៏ប៉ុន្តែមានឱកាសមួយវាហាក់ដូចជាយើងដើរកាត់នៅចន្លងនៃសេចក្តីស្លាប់នៅក្នុងជីវិតរបស់យើងនៅពេលដែលខ្ញុំនិយាយចន្លងនៅសេចក្តីស្លាប់មិនឲ្យយើងដើរទៅឡើងភ្នំណាព្រោះយើងមើលចន្លងនៅសេចក្តីស្លាប់អូខ្ញុំកំពុងដើរកាត់មិនមែនទេមានន័យថាយើងកំពុងតែជួបស្ថានភាពចន្លងនៃភាពងឹតនៃសេចក្តីស្លាប់ក្នុងជីវិតរបស់យើងផ្នែកអថវិកាមានន័យថាយើងកំពុងជួបចន្លងនៃសេចក្តីស្លាប់របស់យើងផ្នែកឲ្យជំងឺហើយអ្វីដែលសំខាន់ដល់គ្នាសម្រាប់យុវជនរបស់យើងសេចក្តីចន្លងសេចក្តីស្លាប់របស់ពួកគាត់គឺផ្នែកឯទំនាក់ទំនងបរាជ័យខ្ញុំធ្លាប់មានទំនាក់ទំនងបរាជ័យនៅក្នុងជីវិតយុវវ័យរបស់ខ្ញុំដល់គ្នាគឺជាពេលវេលាមួយដែលយើងពិបាកមែនទែនអង្គុយយំស្រក់ទឹកភ្នែកបាយក៏ញ៉ាំកើតអីក៏ញ៉ាំស្អីក៏ញ៉ាំមិនឆ្ងាញ់ដែរគឺពិបាកនោះជាស្ថានភាពមួយដែលយើងកំពុងតែឆ្លងកាត់នៅចន្លងនៃសេចក្តីស្លាប់ក៏ប៉ុន្តែនៅក្នុងព្រះគម្ពីរបានចែងថាយើងឆ្លងកាត់មានន័យថាយើងនៅក្នុងចន្លងនៃសេចក្តីស្លាប់នោះឡើយមានន័យថានៅពេលដែលព្រះជាម្ចាស់បានដឹកនាំយើងព្រះអង្គនឹងដឹកនាំយើងឲ្យឆ្លងកាត់នៅរាល់បញ្ហាទាំងអស់នោះបើសិនជាយើងនៅតែដើរតាមនៃការដឹកនាំរបស់ព្រះជាម្ចាស់ខ្ញុំចាំបានពេលមួយនៅពេលដែលខ្ញុំទៅស្រុកកំណើតរបស់ខ្ញុំពេលហ្នឹងគឺទឹកជំនន់លិចផ្លូវលិចអីទាំងអស់ហើយពេលមួយពូខ្ញុំប្រាប់ខ្ញុំថាឯងកុំទៅណាពេលឆ្លងកាត់សំទោសគាត់និយាយភាសាពូក្មួយពេលដើរកាត់តង់ដៃពូឲ្យជាប់កុំលែងដៃពូឲ្យសោះបើហ៊ានទៅលែងដៃទឹកនឹងបក់នឹងខ្ទាតទៅណាហើយខ្ញុំអត់ចេះហែទឹកផងពេលនោះចឹងពូខ្ញុំកាន់ដៃខ្ញុំមកខាងហើយកាន់ដៃបងស្រីខ្ញុំមកខាងដើរកាត់កន្លែងចន្លងទឹកនេះទឹកហូរកន្លែងគេហៅទឹកហូរដូចជាទន្លេឬក៏ដៃទន្លេមិនទឹកហូរខ្លាំងមែនទែនគាត់កាន់ខ្ញុំឡើងជាប់រឹបដៃខ្ញុំឡើងដូចឈឺមែនទែនឈឺហើយខ្ញុំទៅជាមួយគាត់មានអារម្មណ៍ថាពូឈឺនៅស្ងៀមកុំលែងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំប្រាប់គាត់ថាពូទឹកកំពុងនាំខ្ញុំទៅហើយនៅស្ងៀមនៅជាប់ដើរជាមួយគាត់រឹតដៃខ្ញុំដើររហូតដល់កាត់ឆ្លងកន្លែងទឹកហូរនឹងបានហើយខ្ញុំអត់ដឹងអីសោះកាលហ្នឹងនៅបន្ទូចខ្ញុំគិតថាទឹកហូរនោះខ្ញុំបានហែទឹកមិនដឹងប៉ុន្តែទឹកហូរមិនបានហែទឹកទេព្រោះខ្ញុំអត់ចេះហែទឹកអរលោកគ្នាដូចគ្នាជាមួយព្រះជាម្ចាស់លោកគ្នានៅពេលដែលព្រះអង្គបានដឹកដៃយើងព្រះអង្គបានដឹកនាំយើងពេលខ្លះយើងមានអារម្មណ៍ថាព្រះអង្គឈឺព្រះអង្គកលៈទេសៈនេះកំពុងតែវាយប្រហារជីវិតទូបង្គំព្រះអង្គទំនាក់ទំនងទូបង្គំបរាជ័យកូនអាចឆ្លងបានទេព្រះអង្គកូនមានអារម្មណ៍ថាពិបាកព្រះអង្គផ្នែកថវិកាព្រះអង្គសេដ្ឋកិច្ចគ្រួសារព្រះអង្គខ្វះខាតព្រះអង្គក៏ប៉ុន្តែព្រះអង្គមានប្រំទូថាកាន់ឲ្យជាប់នៅការដឹកនាំរបស់ព្រះអង្គ
ទោះបីជាពេលខ្លះយើងឈឺក្នុងការដើរតាមនៃកន្លងភ្នំរបស់ព្រះអង្គនៃផ្លូវរបស់ព្រះជាម្ចាស់ក៏ប៉ុន្តែព្រះអំពីបានចែងថាចូលនៅជាប់នឹងដើមនោះយើងនឹងបង្កើតផលផ្លែបើសិនជាយើងអត់នៅជាប់នឹងដើមនោះយើងនឹងអត់បង្កើតផលផ្លែនោះឡើយអរលោកខ្ញុំពិបាកនិយាយអំពីស្ថានភាពរបស់លោកគ្នាដែលអ្នកគ្នាត្រូវឆ្លងកាត់របៀបម៉េចក៏ប៉ុន្តែខ្ញុំជឿជាក់ថាព្រះជាម្ចាស់ជាចម្លើយនៃការដឹកនាំស្ថានភាពរបស់យើងឲ្យយើងឆ្លងកាត់នៅអ្វីដែលជាច្រឡងនៃសេចក្តីស្លាប់របស់យើងនៅជាអ្វីដែលជាភាពងងឹតនៅក្នុងជីវិតរបស់យើងដែលយើងអាចទទួលភាពជោគជ័យទៅដល់គោលដៅដែលព្រះអង្គចង់ប្រទានពរឲ្យយើងពីព្រោះខ្ញុំឃើញមនុស្សជាច្រើនគេបានឆ្លងកាត់នៅរាល់បញ្ហាទាំងអស់នោះហើយគេជាបន្តសាកសីរស់ដែលគេនាំជំនឿរបស់គេឲ្យគេបានទៅកាន់នៅអ្វីដែលជាទំនាក់ទំនងល្អរបស់អង្គដូច្នេះយើងត្រូវស៊ូទ្រាំជាមួយនឹងជំនឿរបស់យើងហើយដើរតាមនៅអ្វីដែលជាការដឹកនាំរបស់ព្រះជាម្ចាស់យើងមិននៅក្នុងច្រឡងនៃសេចក្តីស្លាប់នោះឡើយប៉ុន្តែយើងឆ្លងកាត់នៃច្រឡងនៃសេចក្តីស្លាប់នៅខទី5របស់គ្នាព្រះជាម្ចាស់បានរៀបចំពិធីជប់លៀងឲ្យទូបង្គំនៅមុខប្រជាមិត្តទូបង្គំព្រះអង្គបានចាក់ប្រេងលើទូបង្គំដើម្បីលើកកិត្តិយសទូបង្គំហើយព្រះអង្គបានបំពេញពេញទូបង្គំយ៉ាងហូរហៀអរលោកគ្នានៅពេលដែលព្រះអង្គបាននាំយើងនៅក្នុងជីវិតរបស់យើងនៅពេលខ្លះយើងហាក់ដូចជាមានសត្រូវមួយនៅក្នុងជីវិតរបស់យើងក៏ប៉ុន្តែសត្រូវរបស់យើងមិនមែនជាមនុស្សទេពីព្រោះព្រះអំពីបានចែងថាត្បិតយើងមិនមែនតយុទ្ធជាមួយនឹងសាច់ឈាមនោះឡើយក៏ប៉ុន្តែយើងតយុទ្ធទៅរាល់វត្ថុស័ក្តិសិទ្ធិឬក៏អំណាចនៃភាពងងឹតដែលមាននៅលើផែនដីនេះតើនរណាឬក៏អ្វីដែលជាសត្រូវយើងអរលោកគ្នាហើយគ្មាននរណាគេដឹងសត្រូវយើងជិះជាងយើងដឹងខ្លួនឯងនោះឡើយខ្ញុំមិនអាចដឹងសត្រូវរបស់គ្នាជានរណានោះឡើយក៏ប៉ុន្តែព្រះជាម្ចាស់បានដឹងសត្រូវរបស់គ្នាគឺជានរណាហើយយើងខ្លួនយើងដឹងថាសត្រូវយើងជានរណាយើងត្រូវតយុទ្ធជាមួយសត្រូវរបស់យើងក៏ប៉ុន្តែបទគម្ពីរចែងថាបិទព្រះជាម្ចាស់បានធ្វើពិធីជប់លៀងឲ្យទូបង្គំតើយើងធ្វើពិធីជប់លៀងមុខប្រជាមិត្តយើងដោយរបៀបណាតើយើងធ្វើពិធីជប់លៀងមុខសត្រូវយើងដោយរបៀបណាខ្ញុំសម័យមិនចេញអរលោកគ្នានៅពេលអ្នកគ្នាធ្វើពិធីជប់លៀងមុខសត្រូវអ្នកគ្នាស្រាប់តែធ្វើគេផ្លោងមកគ្រាប់ប៊ុងអ្នកគ្នាហ៊ានធ្វើដែរអត់ប្រហែលជាមនុស្សអត់ហ៊ានធ្វើទេក៏ប៉ុន្តែព្រះជាម្ចាស់ធ្វើពិធីជប់លៀងមានន័យថាអញ្ចេះមានន័យថាព្រះអង្គនៅខាងយើងហើយយើងបានឈ្នះនៅរាល់សត្រូវដែលជាប្រជាមិត្តយើងនោះហើយដោយនៅក្នុងព្រះនាមព្រះអង្គព្រះយេស៊ូវគ្រីស្ទក្នុងព្រះបានចែងថាបើព្រះអង្គនៅខាងទូបង្គំហើយតើមាននរណាទាស់ជាមួយនឹងទូបង្គំអត់ចង់និយាយជាមួយសាច់ឈាមរបស់គេចង់និយាយថាសត្រូវនៃអរូបីនៅក្នុងជីវិតរបស់យើងដែលកំពុងនាំបញ្ហានៅក្នុងជីវិតរបស់យើងសត្រូវនៃការដែលនាំជីវិតរបស់យើងឲ្យធ្លាក់ចុះដែលធ្វើឲ្យយើងជួបនៅបញ្ហាចាក់ស្រេះនៅទំនាក់ទំនងផ្សេងៗសត្រូវនៃអ្វីដែលជាបញ្ហាដែលនាំសេដ្ឋកិច្ចនៅក្នុងជីវិតរបស់យើងបានធ្លាក់ចុះនោះហើយគឺជាសត្រូវនៅពីក្រោយខ្នងនៅក្នុងជីវិតរបស់យើងអរលោកគ្នាជួនកាលសត្រូវរបស់យើងមើលទៅពីមុខឃើញល្អក៏ប៉ុន្តែតាមពិតនៅខាងក្រោយមានកបិតមួយនៅខាងក្រោយម្ដងទៀតអរលោកគ្នាខ្ញុំអត់ចង់និយាយអំពីមនុស្សក៏ប៉ុន្តែខ្ញុំចង់និយាយអំពីសត្រូវដែលជារាល់ឥទ្ធិពលនៃភាពខ្មៅងងឹតនៅលើលោកីយ៍នេះដែលកំពុងបៀតបៀនហើយនឹងកំពុងដឹកនាំជីវិតរបស់យើងឲ្យយើងឃ្លាតឆ្ងាយជាមួយព្រះជាម្ចាស់តាមការពិតគោលបំណងរបស់ហរៈមាសសាតាំងនៅលើផែនដីនេះគ្នាគោលបំណងវាតែមួយគត់គឺនាំសេចក្តីជំនឿយើងឲ្យវង្វេងវាជាគោលបំណងរបស់ហរៈសាតាំងគឺនាំជំនឿរបស់យើងឲ្យវង្វេងឃ្លាតឆ្ងាយពីព្រះជាម្ចាស់នៅពេលដែលយើងវង្វេងអស់លោកគ្នាធ្វើឲ្យជីវិតរបស់យើងទទួលនៅអ្វីដែលជាបញ្ហានៅក្នុងជីវិតរបស់យើងព្រះអង្គបានរៀបចំពិធីជប់លៀងឲ្យយើងមុខប្រជាមិត្តរបស់យើងហើយព្រះអង្គបានចាក់ប្រេងឲ្យទូបង្គំការចាក់ប្រេងគឺជាការផ្ដល់កិត្តិយសឬគឺការជ្រើសរើសនៅក្នុងជីវិតរបស់យើងអស់លោកគ្នា
ព្រោះយើងបានសិក្សាអំពីបទគម្ពីរយើងរៀនអំពីបទគម្ពីរសង្ខេបមេរៀនរបស់យើងសង្ខេបនៅគម្ពីរសម្ព័ន្ធមេត្រីចាស់យើងបានសិក្សាអំពីជីវិតរបស់នាងរស់នៅក្នុងបទគម្ពីរនោះគ្នាយើងមើលថាជីវិតរបស់នាងរស់គឺជាស្ត្រីម្នាក់ដែលមេម៉ាយមែនទេនាងរៀបការជាមួយនឹងកូនរបស់អ្នកនាងលោកស្រីនេអាមីហើយបន្ទាប់មកនាងទៅជាសាសម៉ូអាប់ជាសាសដតីលោកគ្នានាងត្រូវធ្វើដំណើរទៅកាន់ស្រុកម៉ូអាប់ទៅកាន់ស្រុកម៉ូអាប់ត្រឡប់មកវិញលោកគ្នានៅក្នុងវប្បធម៌របស់ជនជាតិយូដាស្ត្រីនៅក្នុងសំណរនោះបើសិនជាស្ត្រីមេម៉ាយគេចាត់ទុកថាជាស្ត្រីនោះជាស្ត្រីទុរគតខ្សត់ក្រីក្របើយើងនិយាយអំពីឋានៈវិញគ្មានអ្នកណាគេចង់បានស្ត្រីនោះគ្នាក៏ប៉ុន្តែមានលោកម្នាក់ឈ្មោះលោកបូអូសបានឃើញនាងរស់ដែលជាស្ត្រីម្នាក់ដែលព្រះជាម្ចាស់បានផ្ដល់ឲ្យនាងហើយតាមការពិតបូអូសបានយកនាងរស់ធ្វើជាភរិយាបង្កើតបានពូជពងរបស់សាសយូដារហូតមកដល់ព្រះយេស៊ូវគ្រីស្ទនេះជាការដែលផ្ដល់កិត្តិយសសម្រាប់ស្ត្រីនោះលោកគ្នាហើយព្រះជាម្ចាស់ព្រះអង្គបានផ្ដល់កិត្តិយសឲ្យយើងដូចអ្វីដែលបូអូសបានផ្ដល់កិត្តិយសឲ្យនាងរស់មានន័យថាទោះបីយើងទុរគតនៅក្នុងកម្រិតណាក៏ដោយទោះបីយើងធ្លាប់ប្រព្រឹត្តអំពើបាបយ៉ាងណាក៏ដោយនៅពេលដែលយើងចូលមកកាន់ព្រះអង្គវិញលោកគ្នាព្រះជាម្ចាស់នឹងជ្រើសរើសយើងហើយចាក់ប្រេងអភិសេកដល់យើងដើម្បីឲ្យយើងទទួលការសង្គ្រោះនៅក្នុងព្រះនាមព្រះអង្គព្រះយេស៊ូវគ្រីស្ទហើយព្រះអង្គបានប្រទានពរយើងហូរហៀនេះគឺជាអ្វីមួយដែលព្រះអង្គធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់ព្រះបាទដាវីតហើយក៏ព្រះអង្គធ្វើការអស្ចារ្យនៅក្នុងជីវិតមនុស្សជាច្រើនដែលយើងឃើញជាបន្តនៅលើផែនដីនេះអរលោកគ្នាខ្ញុំជឿថាព្រះអង្គនឹងជ្រើសរើសយើងបើទោះជាយើងមានស្ថានភាពជីវិតយ៉ាងណាក៏ដោយបើទោះជាយើងស្ថិតនៅក្នុងការលំបាកយ៉ាងណាក៏ដោយលោកគ្នាពេលខ្លះយើងមានអារម្មណ៍ថាព្រះអង្គទូលអង្គមមិនស័ក្តិសមទទួលនៅអ្វីជាការចាក់ប្រេងតាំងរបស់ព្រះអង្គនោះឡើយក៏ប៉ុន្តែថ្ងៃនេះខ្ញុំចង់បញ្ជាក់លោកគ្នាថាព្រះអង្គបានជ្រើសរើសយើងហើយព្រះអង្គបានចាក់ប្រេងអភិសេកលើយើងហើយព្រះអង្គបានបំពេញជីវិតយើងយ៉ាងហូរហៀមិនឲ្យយើងខ្វះខាតនោះឡើយនៅខទី6លោកគ្នាខ្ញុំដឹងជាក់ច្បាស់ថាព្រះអង្គនឹងប្រទានសុភមង្គលឲ្យទូបង្គំហើយព្រះអង្គប្រណីសដោះទូបង្គំយ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃអស់មួយជីវិតដរាបណាខ្ញុំនៅមានជីវិតខ្ញុំនឹងវិលត្រឡប់មកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ជានិច្ចអរលោកគ្នាមានគេសួរសំណួរមួយគេថាចេះលោកគ្រូខ្ញុំធ្លាប់ជឿលើព្រះជាម្ចាស់ក៏ប៉ុន្តែដោយសារតែបញ្ហាគ្រួសារដោយសារជាបញ្ហាផ្សេងខ្ញុំបានឃ្លាតឆ្ងាយពីព្រះអង្គយ៉ាងយូរហើយខ្ញុំអត់ទៅក្រុមជំនុំខ្ញុំខានថ្វាយបង្គំព្រះអង្គយូរហើយលោកគ្រូតើខ្ញុំនៅអាចទទួលការសង្គ្រោះដែរឬអត់ពីព្រោះខ្ញុំបានជួបជាមួយនឹងមនុស្សជាច្រើនដែលគេសួរខ្ញុំអញ្ចឹងដល់គ្នានៅពេលដែលគេឃើញវីដេអូរបស់ខ្ញុំគេឃើញវីដេអូនៃការលើកទឹកចិត្តដល់គ្នាគេបានតាក់ទងមកកាន់ខ្ញុំតើលោកគ្រូតើខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យខ្ញុំបានត្រឡប់នៅអ្វីដែលជាការសង្គ្រោះរបស់ខ្ញុំវិញលោកគ្នាហើយនៅបទគម្ពីរនេះបានឆ្លើយយ៉ាងច្បាស់លោកគ្នាឆ្លើយថាដរាបណាអស់លោកគ្នានៅមានដង្ហើមដរាបនោះអស់លោកគ្នាអាចត្រឡប់មកកាន់រាជដំណាក់របស់ព្រះអង្គហើយទទួលសុភមង្គលជារៀងរាល់ថ្ងៃមានន័យទាំងចេះមានន័យថាអស់លោកគ្នាដរាបណាយើងនៅមានជីវិតហើយយើងចង់វិលត្រឡប់នៅអ្វីដែលជាជំនឿរបស់យើងវិញព្រះអង្គតែងតែទទួលយើងដៃពីរដូចជាឪពុកចាំទទួលកូនដែលកំពុងតែវង្វេងអស់លោកគ្នាពីព្រោះគឺអញ្ចេះអស់លោកគ្នាព្រោះសេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលប្រែប្រួលនោះឡើយការសង្គ្រោះរបស់ព្រះអង្គមិនដែលផ្លាស់ប្ដូរនោះឡើយមានន័យថាបើព្រះជាម្ចាស់បានផ្ដល់ឲ្យការសង្គ្រោះដល់ព្រះអង្គមកកាន់យើងដោយឥតគិតថ្លៃនៅក្នុងជីវិតរបស់យើងមានការសង្គ្រោះនោះជារៀងរហូតក៏ប៉ុន្តែយើងអាចបាត់បង់ការសង្គ្រោះនោះបាន
មិនមែនដោយសារតែព្រះអង្គដកការសង្គ្រោះនោះចេញពីជីវិតយើងនោះឡើយគឺដោយសារតែយើងបានដកការសង្គ្រោះនោះខ្លួនយើងចេញពីជីវិតរបស់យើងអរលោកគ្នានៅពេលដែលជនជាតិអ៊ីស្រាអែលបានធ្វើដំណើរពីទឹកដីអេស៊ីបទៅកាន់ទឹកដីសន្យាអរលោកគ្នាចំនួនទី1របស់ជនជាតិអ៊ីស្រាអែលត្រូវស្លាប់ទាំងអស់មានន័យថាពួកគាត់អត់បានកាន់ទឹកដីសន្យានោះឡើយហេតុអីពីព្រោះពួកគេល្អូរទាំហើយបះបោរជាមួយព្រះជាម្ចាស់ហើយបានប្រព្រឹត្តនៅអ្វីដែលជាការគោរពកោតខ្លាចព្រះអង្គដើរតាមនៅអ្វីដែលជាការដឹកនាំរបស់ព្រះអង្គពួកគេត្រូវស្លាប់នៅវិរហោស្ថានទាំងអស់ទាំងលោកមូសេទាំងអារ៉ុនមូលហេតុដល់គ្នាគេជ្រើសរើសនៅផ្លូវរបស់គេក្នុងការដែលគេដើរតាមនៅអ្វីដែលជាផ្លូវរបស់គេដែលអត់ទទួលការសង្គ្រោះរបស់ព្រះជាម្ចាស់តាមការពិតព្រះអង្គបានផ្ដល់ឲ្យគេនៅទឹកដីសន្យាព្រះអង្គនៅមិនដែលដកនៅទឹកដីសន្យាឡើយបើទោះជានៅពេលដែលគាត់កំពុងតែធ្វើដំណើរតាមផ្លូវមានស្ដេចមួយអង្គព្យាយាមជួបជាករិយម្នាក់ឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែលក៏ប៉ុន្តែព្រះអង្គមានព្រះបន្ទូលថាបិទប្រពោដែលយើងដាក់នៅលើជីវិតនរណាម្នាក់ហើយអ្នកនោះមិនអាចដកប្រពោចេញពីគេបាននោះឡើយបើទោះជាព្យាករិយនឹងជានរណាក៏ដោយបើទោះអ្នកនឹងជានរណាក៏ដោយមិនអាចដកប្រពោរបស់ព្រះជាម្ចាស់ចេញពីជីវិតយើងនោះឡើយក៏ប៉ុន្តែយើងជាខ្លួនយើងគឺជាអ្នកសម្រេចចិត្តដកប្រពោព្រះអង្គចេញពីយើងពីព្រោះពេលខ្លះយើងរស់នៅសម្របសម្រួលតាមអ្វីដែលជាជីវិតលោកីហើយយើងឃ្លាតឆ្ងាយអំពីទំនាក់ទំនងជាមួយព្រះជាម្ចាស់អរលោកគ្នាព្រះអង្គនឹងប្រទានពរសុភមង្គលឲ្យយើងដរាបណាយើងត្រឡប់មកកាន់ទំនាក់ទំនងមួយព្រះអង្គវិញដរាបនោះយើងនៅមានឱកាសទទួលនៅសុភមង្គលហើយនឹងការសង្គ្រោះរបស់ព្រះអង្គខ្ញុំចង់គ្នាបានក្រោកឈរឡើងដល់គ្នាថ្ងៃនេះនៅបទគម្ពីរចុងក្រោយរបស់គ្នានេះជាអ្វីមួយដែលព្រះអង្គព្រះយេស៊ូវគ្រីស្ទបានបញ្ជាក់នៅក្នុងសភៅយូហានជំពូក10ខ11ដល់14ដល់លោកគ្នាព្រះយេស៊ូវមានព្រះបន្ទូលថាព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលថាខ្ញុំនឹងហើយជាគង្វាលដ៏ល្អអ្នកគង្វាលដ៏ល្អតែងតែបដូរជីវិតដើម្បីជាមរបស់ខ្លួនរីឯអ្នកស៊ីឈ្នួលវិញការគេឃើញចចកមកដល់គេរត់ចោលជាមទុកឲ្យចចកខំអស់យកទៅហើយដេញកំចាត់កំចាយជាមិនខានពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាលហើយមិនមែនជាម្ចាស់របស់ជាមផងអ្នកនោះមិនខ្វល់ខ្វាយនឹងជាមឡើយព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះព្រះអង្គមានព្រះបន្ទូលម្ដងទៀតថាខ្ញុំនឹងហើយជាគង្វាលដ៏ល្អខ្ញុំស្គាល់ជាមរបស់ខ្ញុំជាមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរអរលោកគ្នាព្រះជាម្ចាស់បានស្គាល់យើងម្នាក់គ្រប់គ្នាយ៉ាងច្បាស់តាមការពិតព្រះអង្គស្គាល់យើងមុនពេលដែលយើងប្រសូតមកទៀតហើយយើងស្គាល់សម្លេងរបស់ព្រះអង្គដែរដរាបណាយើងនៅជាប់ជាមួយព្រះបន្ទូលព្រះអង្គអរគ្នាសូមកុំឲ្យសម្លេងនៅលោកីនេះជាសម្លេងដែលបោកបញ្ឆោតនៅជំនឿរបស់យើងនោះឡើយសូមកុំឲ្យសម្លេងនៅលោកីនេះគឺជាអ្នកដឹកនាំជីវិតរបស់យើងជាងឲ្យព្រះយេស៊ូវគ្រីស្ទព្រះបន្ទូលរបស់ព្រះអង្គជាអ្នកដឹកនាំជីវិតរបស់យើងនៅឡើយពេលខ្លះបើសិនជាយើងអត់ប្រយ័ត្នដល់គ្នាយើងអាចនឹងមានសេណារីអូនៅក្នុងលោកីនេះដែលជាស្ថានភាពមួយឲ្យយើងទេលទៅអ្វីមួយដែលជាសាសនានៅលោកីនេះហើយដឹកនាំជីវិតរបស់យើងក៏ប៉ុន្តែលោកគ្នាព្រះជាម្ចាស់ព្រះអង្គជាគង្វាលដ៏ល្អព្រះអង្គនឹងតាក់ទងមកកាន់យើងតាមរយៈសម្លេងរបស់ព្រះអង្គខ្ញុំធ្លាប់ខ្វៀលកបីលោកគ្នាក៏ប៉ុន្តែខ្ញុំមិនមែនជាអ្នកកង្វៀលដ៏ល្អទេពីព្រោះកបីនឹងមិនមែនកបីខ្ញុំកបីបងប្អូនជីដូនមួយខ្ញុំនៅគ្នាតែស្គាល់កបីដែរបាទដែលចាប់អារម្មណ៍ចេះកបីទាំងអស់មុខដូចគ្នាចាប់អារម្មណ៍អត់បាទអត់ដែរឃើញកបីណាមុខខុសគ្នាកបីមុខដូចគ្នាទាំងអស់ខ្ញុំទៅខ្វៀលកបីខ្ញុំទៅរកកបីឯណាទៅកបីមុខដូចគ្នាទាំងអស់អញ្ចឹងក៏ប៉ុន្តែអ្នកកង្វៀលដ៏ពិតប្រាកដអ្នកកង្វៀលដ៏ពិតប្រាកដដល់គ្នាម្ចាស់ដ៏ពិតប្រាកដគេគ្រាន់តែដល់គេថានោះកបីខ្ញុំនោះគេឃើញគេស្គាល់ហ្មងខ្ញុំសួរគាត់ថាចុះហេតុអីបានអ្នកឯងស្គាល់កបីអ្នកឯងពីព្រោះខ្ញុំគឺជាអ្នកកង្វៀលវាជារៀងរាល់ថ្ងៃ
ហើយគាត់ស្រែកជាភាសាហៅថាភាសាហៅកបីដឹងគេស្រែកបាញ់អ៊ុយអាកបីងាកមកមែនងាកមកគាត់ឃើញម្ចាស់វាហាក់ដូចជាស្វាគមន៍ម្ចាស់វាអរលោកគ្នាហើយបើខ្ញុំធ្វើសំឡេងមិនក៏វាអត់ខ្វល់ដែរព្រោះមិនម្ចាស់វាអ្នកកង្វាដ៏ល្អស្គាល់ឈាមរបស់ខ្លួនហើយឈាមរបស់ខ្លួនក៏ស្គាល់សំឡេងរបស់អ្នកកង្វាដ៏ល្អអរលោកគ្នាថ្ងៃនេះយើងចង់ស្គាល់សំឡេងរបស់ព្រះអង្គខ្ញុំចង់ឲ្យគ្នាបានអធិដ្ឋានអនុញ្ញាតឲ្យសំឡេងរបស់ព្រះអង្គគឺជាអ្នកដឹកនាំជីវិតរបស់យើងចង់ឲ្យគ្នាបានដាក់ដៃលើដួងចិត្តរបស់យើងប្រហែលជាមានសំឡេងច្រើននៅលើលោកីនេះរបស់គ្នាសំឡេងច្រើនដែលនាំជីវិតយើងធ្វើការសម្រេចចិត្តអីមួយនៅក្នុងជីវិតរបស់យើងប្រហែលជាសំឡេងនោះនាំជីវិតយើងធ្វើការសម្រេចចិត្តនៅពេលយើងចាប់ផ្ដើមមានទំនាក់ទំនងប្រហែលជាសំឡេងនោះនាំយើងធ្វើការសម្រេចចិត្តនៅពេលយើងចាប់ផ្ដើមសម្រេចចិត្តនៅក្នុងការដែលយើងរកស៊ីប្រហែលជាសំឡេងនោះធ្វើការយើងសម្រេចចិត្តនៅពេលយើងឈឺផ្សេងក៏ប៉ុន្តែសូមកុំឲ្យសំឡេងដែលក្រៅពីសំឡេងនៃព្រះបន្ទូលរបស់ព្រះអង្គគឺជាអ្នកដឹកនាំនៃការសម្រេចចិត្តយើងនោះឡើយសូមអនុញ្ញាតឲ្យសំឡេងនោះគឺនិយាយមកកាន់យើងជារៀងរាល់ថ្ងៃសូមបានអធិដ្ឋានសម្រាប់ខ្លួនឯងនៅថ្ងៃនេះសូមអនុញ្ញាតឲ្យព្រះអង្គបាននិយាយមកកាន់យើងរាល់ថ្ងៃហាឡេលូយ៉ាសូមកុំឲ្យយើងមានការបែកអារម្មណ៍ពីសំឡេងដទៃសំឡេងនៅប្រព័ន្ធសង្គមឬក៏សំឡេងផ្សេងដែលយើងបានមើលឃើញឬក៏សំឡេងដែលយើងកំពុងតែយល់សប្តិនៅអ្វីដែលជាការយល់សប្តិអាក្រក់នៅក្នុងជីវិតរបស់យើងដែលនាំឲ្យជីវិតយើងភ័យខ្លាចសូមឲ្យយើងបានដកនៅរាល់សំឡេងនោះសូមបានអធិដ្ឋានសូមអនុញ្ញាតឲ្យសំឡេងរបស់ព្រះអង្គព្រះយេស៊ូវគ្រីស្ទដែលជាគង្វាលដ៏ល្អបាននិយាយមកកាន់យើងជារៀងរាល់ថ្ងៃនៅពេលយើងចេញធ្វើការជារៀងរាល់ថ្ងៃនៅពេលយើងធ្វើអីមួយជារៀងរាល់ថ្ងៃនៅពេលដែលយើងចាប់ផ្ដើមការសម្រេចចិត្តជារៀងរាល់ថ្ងៃនៅពេលដែលយើងចាប់ផ្ដើមធ្វើកិច្ចការមួយដែលយើងចាប់ផ្ដើមមានទំនាក់ទំនងជាមួយអ្នកដទៃផ្សេងទៀតជារៀងរាល់ថ្ងៃនៅពេលដែលយើងឈឺយើងត្រូវការឮសំឡេងអ្នកគង្វាលដ៏ល្អហាឡេលូយ៉ាសូមបានពលឺសំឡេងអធិដ្ឋានទៅកាន់ព្រះអង្គថ្ងៃនេះព្រះអង្គសូមបាននិយាយមកកាន់កូនជារៀងរាល់ថ្ងៃឥឡូវនេះសូមកុំឲ្យសំឡេងនៃការឈឺចាប់និយាយមកជីវិតរបស់យើងជាងសំឡេងនៃប្រពរសូមឲ្យកុំឲ្យសំឡេងនៃសេចក្តីស្លាប់និយាយមកកាន់ជីវិតរបស់យើងជាងសំឡេងនៃជីវិតដែលរស់រៀនមានជីវិតនៃជីវិតអកលជានិច្ចសូមកុំអនុញ្ញាតឲ្យសំឡេងអវិជ្ជមានវាចូលមកកាន់ការគិតនៅការសម្រេចចិត្តរបស់យើងនៅឡើយក៏ប៉ុន្តែអនុញ្ញាតឲ្យសំឡេងនៃព្រះបន្ទូលព្រះអង្គជាសំឡេងដែលនិយាយលឺនៅក្នុងជីវិតរបស់យើងដែលដឹកនាំជីវិតរបស់យើងនៅថ្ងៃនេះចូលអនុញ្ញាតឲ្យសំឡេងទាំងអស់នោះគឺជាព្រះបន្ទូលដែលគង់នៅជីវិតរបស់យើងដែលយើងអាចធ្វើការសម្រេចចិត្តដ៏ល្អដែលរស់នៅជីវិតដែលជាប្រពរជាជាងជីវិតមួយដែលជាជីវិតដែលមិនមែនជាប្រពរហាឡេលូយ៉ា